ភូមិម៉ែបងប្អូនអរគ្នាបាទជួបជាមួយខ្ញុំបាទឈ្មោះហ៊ុនសុភាដែលជាមន្ត្រីបច្ចេកទេសប្រចាំក្រុមហ៊ុន Medical Protection បាទហើយថ្ងៃនេះគឺខ្ញុំចង់បង្ហាញអំពីការគ្រប់គ្រងនិងព្យាបាលជំងឺបាទនៅក្នុងដំណាក់កាលអាយុចាប់ពី30ថ្ងៃឡើងបាទទៅដល់កំណកកគួរផើមធំផើមតូចបាទរហូតដល់ចេញផ្កាបាទហើយជាទូទៅយើងតែងតែជួបបញ្ហាជំងឺអាលួយរឹសបាទក្រហមស្លឹកបាទអាលៀងស្លឹកបាទឬក៏ជំងឺប្រឡាក់ផ្សេងបាទដែលធ្វើឲ្យស្រូវរបស់យើងហ្នឹងគឺមានសម្បូរពណ៌លឿងអត់ស្អាតអត់ល្អអត់ខៀវបាទអញ្ចឹងពូមីងបងប្អូនមកមើលស្រូវជាមួយខ្ញុំបាទពេលនេះគឺជាបញ្ហាដែលយើងតែងតែជួបបាទអញ្ចឹងឃើញថាលឿងស្លឹកអត់ស្លឹកអាលាកស្លឹកច្រើនបាទនៅក្នុងស្រែនេះបាទយើងឃើញហ្នឹងហើយដងដើមក៏អត់សូវធំឆ្លោះដែរបាទខ្ញុំដកមកមានដោយមេធៀងដែលខូចដែរអញ្ចឹងពូមីងបងប្អូនកុំភ្លេចនេះមើលស្រូវដែលកន្លែងណាដែលវាក្រិនបាទឬក៏មានលឿងមានអីបាទដូចនេះអីមានប៉ះទាំងមុខខ្លងទៀតបាទអញ្ចឹងបញ្ហានេះពូមីងបងប្អូនសម្រាប់អ្នកដែលធ្វើស្រែការទី2បាទគឺយើងឃើញនេះហ្នឹងបាទអញ្ចឹងឫសស្បៃគឺមានសមានអត់ល្អអីចឹងណាបាទមានខូចឫសនេះបាទអញ្ចឹងកន្លែងនេះគឺជាបញ្ហាបាទជើងពូមីងបងប្អូនបើសិនជាជួបបញ្ហាអាលួយឫសខ្មៅឫសស្រូវក្រិនបាទលឿងបាទអត់ចង់រើអត់ចេញឫសថ្មីបាទយើងឃើញចាក់ស្ដែងណាបាទឫសតូចឆ្មាបាទហើយឫសធំអត់ឡើងចេញមកបន្តទៀតទេនេះគឺជាបញ្ហាពពួកផ្សិតនិងបាក់តេរីចូលទៅបំផ្លាញនិងធ្វើទុកតែធ្វើឲ្យស្រូវយើងអត់ចង់រើអត់ចង់ឡើងដើមអត់ធំបាទដើមអត់ថ្លោះបាទមើលទៅដើមស្គមអញ្ចឹងគេហៅថាជួបបញ្ហានេះហើយបាទកង្វះជីឬក៏ឫសមានបញ្ហាមកពីឫសបាទអត់អាចស៊ីជីបានអញ្ចឹងដើម្បីគ្រប់គ្រងបញ្ហាជំងឺរបស់ហ្នឹងខ្ញុំមានរូបមន្តពីរប្រភេទដើម្បីណែនាំលោកបងប្អូនយកទៅប្រើទៅមានប្រសិទ្ធភាពខ្ពស់បាទហើយស្រូវយើងឆាប់ដុះឫសថ្មីនិងឆាប់ប្រែពណ៌ឡើងវិញបាទនេះនៅក្នុងដៃរបស់ខ្ញុំយើងមានម៉ាស្កូបាទអញ្ចឹងម៉ាស្កូនេះគឺយើងប្រើការពារម្ដងគឺយើងប្រើបាត់ពីហាត់ហើយបើយើងបាញ់ពេលដែលកើតជំងឺច្រើនមានបញ្ហាលូតលាស់តែម្ដងគឺម្ដងនេះគឺយើងប្រើហាត់បាទគឺយើងប្រើ100ទៅ120ទៅ20នាទីតែបើយើងបាញ់ដ្រូន40លីត្រគឺយើងដាក់តបាទអញ្ចឹងសម្រាប់ម៉ាស្កូហ្នឹងមានសារធាតុអីគេបាទសារធាតុរបស់វាគឺមានTC Classol 24បូកជាមួយហិកតា6បាទអញ្ចឹងពីសារធាតុនេះមានទាំងផ្សិតមានទាំងបាក់តេរីចូលទៅក្នុងតែម្ដងបាទគឺផ្សិតភាពខ្ពស់ឲ្យទឹកខាប់បាទគឺឲ្យមួយវិញទៀតដើម្បីឲ្យការជាសះស្បើយរបស់យើងបាញ់ជំងឺនឹងទៅឆាប់ជាលឿនចេញឬលឿនបាទលូតលាស់ស្លឹកល្អឡើងវិញឡើងបដូរថ្មីឡើងវិញពូមីងប្រើជាមួយនឹងម៉ាតូនិកនេះបាទអញ្ចឹងម៉ាតូនិកនេះគឺមាន2ធាតុដែរបាទគឺមានពួកសូយ៉ូមនីត្រូប៉ាណូលហើយនិងពួក AP ប្លាស្ទីណាលីកបាទអញ្ចឹងសារធាតុ2នេះគឺជួយជំរុញឲ្យមានឫសនិងប្រែពណ៌លឿនបាទហើយស្រូវឆាប់ជាសះស្បើយពីជំងឺលឿនអញ្ចឹងយើងប្រើម្ដងសម្រាប់ការកើតជំងឺខ្លាំងម្ដងនោះមហាត់តែម្ដងបាទមកដ្រូនតែម្ដងបើយើងប្រើធំ25លីត្រគឺយើងប្រើ50ទៅ60បាទអញ្ចឹងយើងប្រើបានហាត់តែបើយើងលក្ខណៈការពារឬក៏ជំនួយការលូតលាស់ធម្មតាយើងប្រើតែ30ទេបាទអញ្ចឹងពីរូបមន្តនេះគឺទៅបាច់បងបាទល្អមែនតើបាទអញ្ចឹងពុកមួយអាចជ្រើសយករូបមន្តពីនេះបានហើយបើចង់ទៅរកទៅទិញគឺទៅទិញនៅដេប៉ូដែលនៅជិតទូរស័ព្ទបងប្អូនបំផុតឬក៏តាក់ទងតាមរយៈលេខទូរស័ព្ទនៅក្នុងវីដេអូនេះផងដែរហើយ